សូមស្វាគមន៍មកកាន់កម្មវិធីចម្លើយសម្រាប់ថ្ងៃនេះចែករំលែកនៅចំណេះដឹងសំខាន់ចម្លើយជាក់ស្ដែងចំពោះបញ្ហាជួបប្រទះក្នុងជីវិតរស់នៅប្រចាំថ្ងៃបទពិសោធន៍ពិតដែលនិយាយអំពីជីវិតរបស់យើងសពថ្ងៃការតស៊ូផ្ទាល់ខ្លួនបញ្ហាប្រឈមនៅក្នុងគ្រួសារព្រះជាម្ចាស់នៅតែធ្វើការក្នុងជីវិតប្រចាំថ្ងៃរបស់យើងផ្ដល់ក្តីសង្ឃឹមនិងទិសដៅសូមគោរពនឹងជម្រាបសួរប្រិយមិត្តទាំងអស់របស់វិទ្យុគ្រួសារសូមស្វាគមន៍សាជាថ្មីមកកាន់កម្មវិធីចម្លើយសម្រាប់ថ្ងៃនេះកម្មវិធីចម្លើយសម្រាប់ថ្ងៃនេះគឺជាកម្មវិធីខ្លីមួយដែលអាចជួយឲ្យជីវិតរបស់លោកអ្នកកាន់តែប្រសើរឡើងកម្មវិធីយើងថ្ងៃនេះនឹងផ្ដោតលើការបន្ទាបខ្លួននិងសុចរិតភាពដោយចេញពីព្រះបន្ទូលនៃព្រះគម្ពីរប្រទាននូវប្រាជ្ញាដ៏ជ្រាលជ្រៅអំពីរបៀបទទួលបានអំណរក្នុងជីវិតដោយអនុវត្តតាមគោលការណ៍ព្រះគម្ពីរដូចជាជំនឿការទុកចិត្តសេចក្តីស្រឡាញ់ការអត់ទោសការបន្ទាបខ្លួននិងការបម្រើលោកអ្នកបងប្អូនអាចបង្កើតឲ្យមានចំណងដ៏រឹងមាំមួយដែលឆ្លុះបញ្ចាំងពីគោលបំណងរបស់ព្រះដើម្បីទទួលបានអំណរក្នុងជីវិតកម្មវិធីយើងថ្ងៃនេះផ្ដោតលើចំណុចកលឹះចំនួន2ដើម្បីទទួលបាននូវអំណរក្នុងជីវិតនោះគឺជាការបន្ទាបខ្លួននិងសុចរិតភាពគុណសម្បត្តិទាំងនេះអាចត្រូវបានមើលរំលងប៉ុន្តែព្រះមិនមើលរំលងឡើយការបន្ទាបខ្លួននិងសុចរិតភាពគឺជាគុណសម្បត្តិចំនួន2ដែលមិនសូវមានការទទួលដឹងឬក៏ចាប់អារម្មណ៍ខ្លាំងទេប៉ុន្តែគុណសម្បត្តិទាំងពីរនេះពិតជាសំខាន់ខ្លាំងមែនទែនដើម្បីរស់នៅក្នុងជីវិតមួយដែលថ្វាយព្រះកិត្តិយសដល់ព្រះគម្ពីរចែងជាច្រើនអំពីគុណសម្បត្តិទាំងពីរនេះដោយបង្ហាញយើងមិនត្រឹមតែមូលហេតុអំពីសារៈសំខាន់របស់វាប៉ុណ្ណោះទេប៉ុន្តែក៏បង្ហាញពីរបៀបមួយដែលយើងគួរកែខៃអត្តចរិតរបស់យើងផងដែរនៅក្នុងពិភពលោកមួយដែលលើកដំកើងអំនួតការលើកខ្លួនឡើងនិងការមិនប្រកាន់ខ្ជាប់នៅខាងសិលធម៌ការដើរក្នុងការបន្ទាបខ្លួននិងសុចរិតភាពគឺជួយយើងញែកយើងឲ្យខុសប្លែកពីគេក្នុងនាមយើងជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទការត្រាស់ហៅឲ្យមានការបន្ទាបខ្លួនមិនមែនជាការគិតមិនទីបន្ថោកខ្លួនឯងយើងនោះទេប៉ុន្តែវាគឺជាការគិតអំពីខ្លួនឯងតិចមែនទែនវាជាការទទួលស្គាល់ថាគ្រប់យ៉ាងដែលយើងមានសប្តាហ៍ថ្ងៃនេះឬក៏គ្រប់យ៉ាងដែលយើងខ្លាចជាសប្តាហ៍ថ្ងៃនេះគឺមកពីព្រះជាម្ចាស់ខគម្ពីរដ៏ល្បីមួយអំពីការបន្ទាបខ្លួនគឺអោមនុស្សអើយព្រះបានបង្ហាញឲ្យស្គាល់ពីសេចក្តីដែលល្អតើព្រះយេហូវ៉ាសពព្រះハរតីឲ្យឯងប្រព្រឹត្តដូចម្តេចបើមិនឲ្យប្រព្រឹត្តដោយសុចរិតឲ្យស្រឡាញ់សេចក្តីសប្បុរសហើយឲ្យដើរជាមួយព្រះដោយសុភាពប៉ុណ្ណោះព្រះគម្ពីរមីកាចំពុក6ខ8ការដើរដោយបន្ទាបខ្លួនជាមួយព្រះមានន័យថាការទទួលស្គាល់ព្រះទ្រង់ជាម្ចាស់ការលើអ្វីៗទាំងអស់វាគឺជាការទុកចិត្តលើព្រះប្រាជ្ញាញាណរបស់ទ្រង់ជាជាងទុកចិត្តលើប្រាជ្ញាខ្លួនឯងហើយផ្ដល់ព្រះកិត្តិយសដល់ទ្រង់សម្រាប់ភាពជោគជ័យរបស់យើងជាជាងយកគ្រប់ទាំងកិត្តិយសដល់ខ្លួនឯងយើងដោយលោកយ៉ាកុបបានប្រាប់យើងថាព្រះទ្រង់ប្រឆាំងនឹងមនុស្សមានអំនួតតែទ្រង់ផ្ដល់ព្រះគុណដល់មនុស្សដែលបន្ទាបខ្លួនវិញព្រះគម្ពីរយ៉ាកុបជំពូក4ខ6នេះគឺជាខគម្ពីរដ៏មានអានុភាពមួយព្រះប្រឆាំងនឹងមនុស្សមានអំនួតតែទ្រង់ផ្ដល់ព្រះគុណដល់មនុស្សដែលបន្ទាបខ្លួននៅចំពោះទ្រង់ព្រះយេស៊ូវផ្ទាល់គឺជាគំរូដ៏អស្ចារ្យបំផុតអំពីការបន្ទាបខ្លួននេះនៅក្នុងសម្បត្តិទៅកាន់ទីក្រុងភីលីបលោកសាវកប៉ុលបានពណ៌នាអំពីព្រះយេស៊ូវទោះបីទ្រង់ជាព្រះជាម្ចាស់ក៏ដោយក៏ព្រះអង្គបានបន្ទាបអង្គទ្រង់ដោយត្រឡប់ទៅជាមនុស្សហើយនៅទីបំផុតបានសគត់នៅលើឈើឆ្កាងសម្រាប់អំពើបាបរបស់យើងបើបុត្រានៃព្រះអាចមកបម្រើអ្នកដទៃបានដោយដាក់តម្រូវការរបស់គេមុនតម្រូវការរបស់ទ្រង់ផ្ទាល់ចុះយើងវិញ តែយើងគួរធ្វើដូចម្ដេចឲ្យកាន់តែប្រសើរ
ក្នុងការបន្ទាបខ្លួនដូច្នេះសេចក្តីសុចរិតមានន័យថាជាការដើរក្នុងសេចក្តីពិតសុចរិតភាពរបស់យើងគឺជាការធ្វើជាបុគ្គលដដែលមិនថានៅទីឯកជនឬទីសាធារណៈឡើយវាមានន័យថាជាការធ្វើអ្វីដែលត្រឹមត្រូវទោះបីជាគ្មានអ្នកណាម្នាក់កំពុងតែមើលអ្នកក៏ដោយព្រះគម្ពីរចែងថាអ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់នោះក៏ដើរដោយទុកចិត្តតែអ្នកណាដែលបង្ខូចផ្លូវខ្លួននោះមនុស្សទាំងឡាយនឹងស្គាល់គេច្បាស់ដែរសុភាសិតជំពូក10ខ9ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីកាលណាយើងគ្រប់គ្នារស់នៅដោយសុចរិតភាពយើងមិនចាំបាច់រស់នៅក្នុងភាពភ័យខ្លាចគេលេបត្រដាងឬខ្លាចគេតាមទាន់កុហកណាមួយឡើយព្រោះជីវិតយើងត្រូវបានសង់ឡើងដោយសច្ចភាពមិនមែនលើការបោកបញ្ឆោតទេសុចរិតភាពមានន័យថាជាការគោរពពាក្យសម្ដីស្មោះត្រង់ក្នុងការជួញដូរហើយធ្វើការសម្រេចចិត្តស្របតាមបទបញ្ញត្តិរបស់ព្រះទោះបីជាពេលខ្លះវាមិនស្រួលក៏ដោយបុគ្គលដ៏ល្បីបំផុតមួយអំពីសុចរិតភាពនៅក្នុងព្រះគម្ពីរគឺជាដានីយ៉ែលទោះបីជាត្រូវប្រឈមនឹងការគំរាមបោះចូលក្នុងរោងតោក៏ដោយក៏គាត់មិនឈប់អធិដ្ឋានទៅព្រះដែរគាត់មិនបានសម្របសម្រួលជំនឿគាត់ដើម្បីផ្គប់ចិត្តមនុស្សនោះទេឬមួយក៏ជៀសវាងពីទុក្ខលំបាកផ្សេងឡើយសុចរិតភាពឥតងាករេរបស់គាត់គឺជាទីបន្ទាល់មួយចំពោះមនុស្សជុំវិញគាត់ហើយព្រះបានគោរពចំពោះសុចរិតភាពរបស់គាត់ខ្លាំងមែនទែនការបន្ទាបខ្លួននិងសុចរិតភាពត្រូវដើរទន្ទឹមគ្នាការបន្ទាបខ្លួននិងសុចរិតភាពត្រូវមានទាំងព្រមនៅពេលដែលយើងបន្ទាបខ្លួនគឺបានន័យថាយើងទទួលស្គាល់យើងត្រូវការការដឹកនាំរបស់ព្រះគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់យើងហើយការទាំងនេះនឹងនាំទៅរកសុចរិតភាពដោយជ្រើសរើសដើរតាមមាគ៌ារបស់ទ្រង់ជាងដើរតាមផ្លូវរបស់យើងដោយព្រះគម្ពីរបានចែងថាសេចក្តីសុចរិតរបស់មនុស្សទៀងត្រង់នឹងនាំផ្លូវរបស់គេតែសេចក្តីវិវេរបស់មនុស្សប្រទុះនឹងនាំឲ្យវិនាសព្រះគម្ពីរសុភាសិតជំពូក11ខ3ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅពេលដែលដួងចិត្តយើងបន្ទាបចុះនៅចំពោះព្រះយើងទំនងជាស្វែងរកកាន់តែខ្លាំងនៅព្រះハរតីទ្រង់និងដើរក្នុងសុចរិតភាពជាងសម្របតាមគេដើម្បីបានលៀបសក្ការៈផ្ទាល់ខ្លួនសុចរិតភាពថែរក្សាយើងឲ្យបន្តដើរលើមាគ៌ារបស់ព្រះហើយការបន្ទាបខ្លួននឹងថែរក្សាយើងឲ្យពឹងអាងលើទ្រង់ជាងពឹងអាងលើប្រាជ្ញាផ្ទាល់ការរស់នៅដោយសុចរិតភាពក្នុងជីវិតជារៀងរាល់ថ្ងៃតើយើងត្រូវធ្វើដូចម្តេចដើម្បីបណ្ដុះឲ្យមានការបន្ទាបខ្លួននិងសុចរិតភាពក្នុងជីវិតរស់នៅរបស់យើងទី1ចំណាយពេលក្នុងព្រះបន្ទូលកាលណាយើងបណ្ដុះគំនិតយើងឲ្យស្របតាមបទគម្ពីរកាន់តែច្រើនដួងចិត្តរបស់យើងកាន់តែឆ្លុះបញ្ចាំងពីគុណតម្លៃរបស់ព្រះទី2ពិនិត្យមើលចេតនារបស់យើងតើយើងកំពុងតែធ្វើអ្វីដើម្បីថ្វាយស្រីល្អដល់ព្រះឬក៏ចង់ធ្វើដើម្បីតែបានកិត្តិយសសម្រាប់ខ្លួនឯងទី3មានគណនេយ្យភាពការមានមិត្តភ័ក្តិឬគ្រូផ្ដល់ឱវាទដែលគួរទុកចិត្តចាំលើកទឹកចិត្តយើងឲ្យដើរក្នុងសុចរិតភាពនិងជួយឲ្យយើងបន្តដើរលើផ្លូវដែលត្រឹមត្រូវទី4អធិដ្ឋានសម្រាប់ដួងចិត្តដែលបន្ទាបខ្លួនអំនួតអាចលួចចូលមកគ្រប់ពេលក្នុងដួងចិត្តរបស់យើងដូច្នេះការអធិដ្ឋានទូលសូមឲ្យព្រះជួយយើងឲ្យបន្តបន្ទាបខ្លួនគឺជារឿងចាំបាច់បំផុតទី5ប្រែคลายភាពស្មោះត្រង់ឲ្យទៅជាទម្លាប់សុចរិតភាពត្រូវបានកសាងឡើងក្នុងជម្រើសតូចៗដែលយើងធ្វើប្រចាំថ្ងៃបើយើងអនុវត្តភាពស្មោះត្រង់ក្នុងកិច្ចការតូចៗនោះយើងនឹងមានកម្លាំងដើម្បីឈរមាំក្នុងការលបងលោធំជារួមមកបងប្អូននៅក្នុងពិភពលោកមួយនេះដែលផ្ដល់តម្លៃដល់អំនួតនិងការសម្របតាមគេការបន្ទាបខ្លួននិងសុចរិតភាពគឺជាជម្រើសដ៏ពិបាកមួយប៉ុន្តែសូមចាំថាគុណសម្បត្តិទាំងពីរនេះគឺជាគន្លឹះឆ្ពោះទៅរកជីវិតមួយដែលគប់ព្រះハរតីព្រះហើយនឹងនាំមកនូវសេចក្តីសុខសាន្តដ៏ពិតប្រាកដ
ព្រះយេស៊ូវបានបង្ហាញពីគំរូគុណសម្បត្តិទាំងពីរនេះយ៉ាងល្អបំផុតហើយក្នុងនាមយើងជាអ្នកដើរតាមទ្រង់យើងត្រូវបានត្រាស់ហៅឲ្យធ្វើដូចគ្នាផងដែរទៅពេលយើងដើរតាមទ្រង់ដោយការបន្ទាបខ្លួននៅចំពោះទ្រង់ហើយរស់ដោយសុចរិតភាពយើងកំពុងតែឆ្លុះបញ្ចាំងពីអត្តចរិតរបស់ទ្រង់ទៅកាន់ពិភពលោកដែលនៅជុំវិញយើងហើយនោះគឺជាទីបន្ទាល់ដ៏អស្ចារ្យបំផុតមួយដែលយើងអាចផ្ដល់ជូនដល់មនុស្សទាំងអស់ខ្ញុំសង្ឃឹមជឿជាក់ថាអ្នកនឹងស្ដាប់កម្មវិធីរបស់យើងជារៀងរាល់ថ្ងៃនៃជីវិតរបស់អ្នកយើងនឹងជួបគ្នាសាជាថ្មីនៅពេលក្រោយតាមពេលវេលានិងម៉ោងដដែលសូមចាំថាព្រះយេស៊ូវស្រឡាញ់អ្នក